haiផលប្រកបនិយមមិនមែនយំសុំការអាណិតពីអន្តរជាតិនឹងដៃទទេឲ្យសៀមវាយតាមចិត្តនោះទេគេនិយាយថាបើយើងមិនខ្លាំងដោយខ្លួនឯងគ្មានឡើយយុត្តិធម៌រួចក៏គេនិយាយមួយវិញទៀតថាអញ្ចេះគោរពកងទ័ពត្រូវនិយាយពីភាពអស្ចារ្យនៃការខិតខំទប់ទល់ឬមួយក៏កំទេចនឹងប្រជាពលរដ្ឋបិទថាគាត់ចង់ដឹងអំពីព្រឹត្តិការណ៍នៃសង្គ្រាមប៉ុន្តែយើងកុំយកព្រឹត្តិការណ៍នៃសង្គ្រាមបំបាក់ទឹកចិត្តរបស់គាត់បងប្អូនត្រូវដឹងថារដ្ឋាភិបាលយើងណាលោកខិតខំណាស់បងប្អូនលោកខិតខំណាស់រាល់ថ្ងៃនេះទាំងយុទ្ធសាស្ត្រសង្គ្រាមណានិងយុទ្ធសាស្ត្រការទូតមិនមែនត្រឹមតែមេដាដៃ100ទេគឺ3ដាដៃ1លានតែម្ដងព្រោះការឈ្លានពានរបស់សៀមនេះលើសពី20ថ្ងៃសូមបងប្អូនសាកសម័យមើលថាតើពួកអាស៊ានឬមួយក៏ថៃនេះពួកវាដែលមានចិត្តទុកឱកាសឲ្យយើងរស់ម្ដងទេចាបងប្អូនសាកគិតមើលខ្លួនឯងគ្រាប់បែកណាគ្រាប់បេគ្រប់ប្រភេទទម្លាក់មកលើកងទ័ពយើងនឹងកំទេចគ្រប់យ៉ាងឲ្យតែកំទេចបានហេតុអ្វីយើងទប់ទល់បានចឹងហើយទៅខ្ញុំនិយាយថាបើមិនបាននិយាយអំពីភាពអស្ចារ្យនៃវីរៈកងទ័ពយើងនឹងមិនអាចលើកទឹកចិត្តនៃស្មារតីរបស់ប្រជាពលរដ្ឋយើងបានគួរតែត្រឡប់បិទមាត់នឹងឲ្យជាប់មាត់នឹងត្រូវបិទឲ្យចិត្តណាកុំឲ្យហាមាត់និយាយហើយដៃនឹងក៏ត្រូវទប់ឲ្យជាប់ដូចគ្នាកុំសរសេរអ្វីដែលផ្ដេសផ្ដាស់អត់បានការអត់ប្រយោជន៍ចាពីព្រោះថាក្នុងយុទ្ធសាស្ត្រគេដំណំបំផុតដឹងដំណំអីហ៎បងប្អូនគឺមាត់អត់កម្របនឹងតែម្ដងហើយដៃភ្លើងជើងមាន់ព្រោះដោយសារតែពីរមុខនេះបងប្អូននឹងបើនិយាយចង្រៃណាអញ្ចឹងគេតមខ្លាំងណាស់ក្នុងយុទ្ធសាស្ត្រតែបើសិនជាចង់សរសេរអំពីយុទ្ធសាស្ត្រឬព្រឹត្តិការណ៍គួរតែពិចារណាហេតុផលចំនួន3យ៉ាងមានដូចជាអីគេខ្លះទី1ហ្នឹងគឺជួយនិយាយអំពីការដាក់សម្ពាធឬមួយក៏សង្កត់របស់អន្តរជាតិពីព្រោះអាចជួយដាក់សម្ពាធបន្ថែមទៅលើសៀមដើម្បីកុំឲ្យខាងសៀមនឹងពង្រីកសង្គ្រាមនិងបញ្ជាក់ថាខ្មែរនឹងគោរពច្បាប់អន្តរជាតិចំណុចទី2ចាដើរតួនាទីជាអ្នកយុទ្ធសាស្ត្រខ្មែរប្រើប្រាស់ការកំទេចនៅលើទឹកដីខ្មែរព្រោះតែការពារប្រទេសនិងប្រជាជនយុទ្ធសាស្ត្រទុនបង្ក្រាបរឹងឬមួយក៏យុទ្ធសាស្ត្រស្នែងក្របីនិងសង្គ្រាមខ្លីៗដើម្បីជាតិចំណុចទី3ដើម្បីគ្រប់គ្រងព្រឹត្តិការណ៍សង្គ្រាមយកហេតុផលដែលថៃជ្រើសធ្វើមើលពីមូលហេតុតើការទម្លាក់គ្រាប់នឹងដើម្បីអ្វីខ្មែរធ្វើអ្វីទ្រឹស្ដីនិងគំនិតរួមទាំងយុទ្ធសាស្ត្រត្រូវដើរទន្ទឹមគ្នាបងប្អូនត្រូវយល់ថាចេះការងារកងទ័ពគឺការពារទឹកដីការងារប្រជាជនគឺការពារស្មារតីមិនមែនយំសុំការអាណិតអំពីគេទេត្រូវជឿជាក់លើយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាតិយើងកុំច្រឡំខ្លួនថាជាអ្នកយុទ្ធសាស្ត្រពីព្រោះថាយុទ្ធសាស្ត្រសង្គ្រាមគឺរៀនតិចបំផុត10ឆ្នាំឯណោះមិនមែនរៀនមួយឆ្នាំរៀនមួយខែ2 3ឆ្នាំអីរៀនចេះទេណាបងប្អូនឬមួយក៏ដឹងអំពីយុទ្ធសាស្ត្រទេរៀនយ៉ាងតិចបំផុតគឺ10ឆ្នាំហើយត្រូវតែប្រឡូកសមរភូមិតិចបំផុតគឺលើសពី20ឆ្នាំដែរជាក់ស្ដែងឥឡូវយើងមកនិយាយពីថ្នាក់ដឹកនាំជាតិយើងវិញមិនថាសម្ដេចតេជោមិនថាមេតបផ្សេងថ្នាក់ដឹកនាំផ្សេងលោកមានចាបទពិសោធន៍ក៏ដូចជាមានយុទ្ធសាស្ត្រក្នុងការប្រឡូកនៅក្នុងសមរភូមិហើយនឹងប្រយុទ្ធនៃសង្គ្រាមនេះគឺលើសពី20ឆ្នាំទៀតអ្នកខ្លះចូល30 40ឆ្នាំអ្នកខ្លះទៀតចូលលើសនឹងទៀតបងប្អូនចាអញ្ចឹងបានលោកដឹងច្បាស់ណាស់អំពីយុទ្ធសាស្ត្រនៃសង្គ្រាមថាគេប្រើរបៀបម៉េចពេលណាដែលគេគួរប្រើពេលណាដែលគេមិនគួរប្រើចង់ជំរាបជូនប្រាប់បងប្អូនថាថ្នាក់ដឹកនាំជាតិយើងមួយមិនមែនរៀនត្រឹមតែយុទ្ធសាស្ត្រសង្គ្រាមនឹងហើយអត់ទៅប្រឡូកសង្គ្រាមទេណាបងប្អូនចាតាំងពីដើមមកខ្មែរយើងធ្លាប់មានសង្គ្រាមអីបែបម៉េចគឺលោកធ្លាប់ប្រយុទ្ធនៅក្នុងសមរភូមិនឹងអស់ហើយចាប្រយុទ្ធអស់ហើយអញ្ចឹងបានខ្ញុំនិយាយតាំងពីដើមខ្ញុំថារដ្ឋាភិបាលខ្មែរយើងលោកខិតខំណាស់បងប្អូនចាទាំងយុទ្ធសាស្ត្រសង្គ្រាមនិងយុទ្ធសាស្ត្រការទូតមិនមែនត្រឹមតែមេដាដៃ100ទេគឺ3ដាដៃ1លានណាបងប្អូនណាចាក់ស្ដែងបងប្អូនកន្លែងទៅមើលទៅការឈ្លានពានរបស់ថៃលើសពី20ថ្ងៃនេះពួកវាអត់ដែលទុកឱកាសឲ្យយើងរស់ម្ដងណាទេបងប្អូនគ្រាប់បែកគ្រាប់បេគ្រាប់ផ្លោងណាគ្រាប់គ្រប់ប្រភេទពួកវាព្យាយាមទម្លាក់មកលើកងទ័ពយើងនឹងកំទេចគ្រប់យ៉ាងឲ្យតែពួកវាកំទេចបានចាវាខំប្រឹងរលេះគ្រប់យ៉ាងដើម្បីកំទេចបានរយុទ្ធសាស្ត្ររវិធីផ្សេងឲ្យតែកំទេចយើងបានប៉ុន្តែបងប្អូនមានឆ្ងល់ថាហេតុអ្វីក៏យើងទប់ទល់នៅតែបានពួកវាបាននៅតែត្រឹមព្រំដែនទេចាបាននៅតែត្រឹមព្រំដែនហើយអត់ទាន់បានឈរជើងនៅមកកន្លែងណាទេឲ្យតែឈរជើងមិនទាន់បានក្តៅដីទេកងទ័ពខ្មែរយើងទៅកំទេចពួកវាចោលអស់តែម្ដងចាអត់ឲ្យឈរឲ្យបានក្តៅដីទេមកឈរយ៉ាងត្រឹម5នាទីអីទេបងប្អូននៅក្នុងសង្គ្រាមអ្នកដែលគេមើងងាយបំផុតណាបងប្អូនចាគឺអ្នកដែលវាយគេឲ្យមិនបែកព្យាយាមវាយយ៉ាងណាក៏អត់បែកដែរប៉ុន្តែទៅបែកសម្បុកខ្លួនឯងណាបងប្អូនចាមនុស្សនឹងគេមើងងាយណាស់នៅក្នុងសង្គ្រាមបងប្អូននឹងមិនយេនៅក្នុងយុទ្ធសាស្ត្រគេដំណំបំផុតគឺមនុស្សមាត់អត់កម្របអ្នកមាត់អត់កម្រบบូកនឹងដៃភ្លើងជើងមាន់នេះគេដំណំណាព្រោះដោយសារតែមនុស្សនឹងចង្រៃណាបងប្អូនចារបៀបថាមិនមែនចង្រៃធម្មតាចង្រៃអត់ត្បាតហ្មងបងប្អូនបើមិនបាននិយាយអំពីភាពអស្ចារ្យនៃវីរៈកងទ័ពនឹងមិនអាចលើកទឹកចិត្តនៃស្មារតីរបស់ប្រជាជនបានទេគួរតែត្រឡប់មាត់នឹងត្រូវបិទឲ្យចិត្តហើយដៃនឹងខំប្រឹងទប់ដូចគ្នាទប់ឲ្យដូចមាត់ណាកុំតែសេអ្វីផ្ដេសផ្ដាស់ធ្វើឲ្យប៉ះពាល់ដល់ពួកគាត់យល់ទេជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើថ្នាក់ដឹកនាំជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ